ដំណើរកំសាន្តគ្មានទិសដៅទីបំផុតទៅញ៉ាំទុរេននៅកំពតជំរាបសួរពុកម៉ែបងប្អូនរីករាយមកកាន់ដំណើរកំសាន្តគ្មានទិសដៅរបស់ខ្ញុំដែលដំណើរកំសាន្តនេះពួកខ្ញុំអត់មានបានព្រៀងទុកទេនិយាយគ្នាពីល្ងាចព្រលឹមឡើងគឺក្រោកទៅតែម្ដងហើយគោលបំណងរបស់ពួកខ្ញុំគឺចង់ទៅហូបទុរេននៅកំពតប៉ុន្តែនាំគ្នាជិះទៅតាមផ្លូវកែបទៅវិញដោយគិតថាតាមផ្លូវកែបនាំគ្នាជិះឈានចូលញ៉ាំកាហ្វេរ៉ុកកាហ្វេទៅចាំច្បាស់ដែរប្រហែលជារ៉ុកកាហ្វេហើយនឹងទៅមើលភ្នំនៅជួរផ្លូវទៅភ្នំកែបនោះផងហើយនេះពួកខ្ញុំបានចូលញ៉ាំបាយហើយញ៉ាំបាយហើយក៏នាំគ្នាគិតគ្នាថាគួរទៅខាងណាទៅកពតឬទៅកែបព្រោះផ្លូវកន្លែងនេះអត់ទាន់ដល់កន្លែងផ្លូវបបែកទៅកពតហើយនឹងកែបទេអញ្ចឹងបន្ទាប់ពីនិយាយគ្នាហើយពួកយើងក៏ចេញដំណើរបន្តទៅកាន់ខាងទីក្រុងកែបជិះជិតដល់ភ្នំកំពង់ត្រាចហើយពួកយើងឃើញតូបកាហ្វេមួយក៏នាំគ្នាចូលញ៉ាំដោយសារព្រឹកមិញហ្នឹងអត់មានបាននាំគ្នាដាក់កាហ្វេទេគឺក្រោកមកតែមកឲ្យចូលញ៉ាំបាយអត់មានបានរកកាហ្វេរយទេបន្ទាប់ពីកាហ្វេហើយពួកយើងក៏ចេញដំណើរបន្តនេះពួកយើងបានមកឃើញភ្នំកំពង់ត្រាចបដាយទេសភាពតាមនឹងស្អាតណាស់បងប្អូនគឺមើលមក fresh ត្មងបន្ទាប់ពីជិះកាត់ឃើញ view ស្រស់ស្អាតបែបនេះពួកយើងក៏នាំគ្នាអែបគៀនដាក់មកប៉ុស្តិ៍ពីប៉ុស្តិ៍ជាការកំសាន្តទុកគាត់ថតទុកគាត់ជាវីដេអូចែកជូនបងប្អូនទស្សនាឃើញទេសភាពកន្លែងហ្នឹងស្អាតណាស់ទេសភាពស្អាតប៉ុន្តែចាញ់ខ្ញុំតិចមានជាការខូចម៉ូតូខ្ញុំមានក្រុម ADV មួយដែរតែឥឡូវចេញមកហើយនេះចូលក្នុងព្រៃដើម្បីសែនដល់ហើយបងប្អូនកន្លែងនេះគម្រោងពួកខ្ញុំថានាំគ្នាជាមកដល់ភ្នំកំពង់ត្រាចទៅឡើងលើភ្នំកំពង់ត្រាចហ្នឹងប៉ុន្តែអត់ទាន់បានដល់ច្រកចូលទៅឡើងភ្នំកំពង់ត្រាចហ្នឹងផងម៉ូតូគ្នាខ្ញុំគាត់លោតឆេកហើយយើងអត់ដឹងមូលហេតុថាមកពីអីទេពួកខ្ញុំក៏ដែលលោតឆេកចឹងដែរអញ្ចឹងក៏នាំគ្នារកលុកលៀតមកលុបនៃតិចបន្តិចដោយសារជិះទៅនឹងក្តៅបងប្អូនអញ្ចឹងក៏រមកលុបដើម្បីឆេកមើលថាមកពីអី search YouTube ផងឲ្យផងបងប្អូនហើយដើម្បី fix ពោះសិតអត់ដឹងទាំងអស់គ្នាអញ្ចឹងមាន YouTube នឹងឯងហើយនេះបងគាត់ប្រើបញ្ចូលមកក្នុងដើម្បីរមកលុបឲ្យពួកយើងនាំគ្នាឆេកទាំងអស់គ្នាបើ YouTube មើលទៅកំសត់ណាពេលដែលមើលតាម YouTube ហើយពួកយើងក៏ fix បានប៉ុន្តែជាអកុសលបងប្អូនជិះបានបន្តិចវាក៏លោតឆេកទៀតហើយអញ្ចឹងទៅត្រូវឆែកមើលត្រូវដូរតាម YouTube គេ recommend នឹងដូរតាមនឹងទៀតហើយក៏នាំគ្នាបន្ទាប់ពីដូរហើយពួកយើងក៏ជិះបន្តទៅមុខរកឡើងបាយដើម្បីឆែកថាតើចាំមើលតើវានឹងលោតទៀតអត់កន្លែងនេះអត់បានថតបងប្អូនពេលដែលពួកខ្ញុំញ៉ាំបាយហ្នឹងសង្កេតឃើញថាកង់នឹងវាធូរកង់ម៉ូតូនឹងវាធូរអញ្ចឹងពួកយើងក៏គិតថាលោតឆេកហ្នឹងអាចមកពីកង់ម៉ូតូនឹងធូរអញ្ចឹងទៅពួកយើងក៏សួរពូកន្លែងញ៉ាំបាយហ្នឹងដើម្បីរកកន្លែងទៅប៉ះកង់ហ្នឹងសិនហើយពួកខ្ញុំក៏អត់ដឹងថាកង់ធូរវាធ្វើឲ្យលោតចឹងអីដែរអត់ដឹងទេហើយពេលដែលពួកខ្ញុំទៅដល់ជាងហើយជាងប៉ះកង់ហើយទើបដឹងថាបញ្ហាដែលវាលោតឆេកហ្នឹងគឺមិនដាល់មកពីកង់ធូរអញ្ចឹងបងប្អូនពេលដែលម៉ូតូ ADV អីលោតឆេកអញ្ចឹងបងប្អូនពិនិត្យកង់ផងព្រោះតែកង់ធូរវាលោតឆេកអញ្ចឹងហើយដោយសារនេះគ្នាខ្ញុំក៏អត់ដឹងពួកយើងអត់ដឹងថាកង់ធូរវាលោតឆេកអីចឹងទេអត់ដឹងទេនេះលើកទី1របស់ពួកយើងហើយចឹងបន្ទាប់ពីពួកយើងប៉ះកង់ហើយពួកយើងអត់បានចូលឡើងភ្នំត្រាចហើយក៏អត់បានចូលកាហ្វេរ៉ុកអីដែរគឺពួកយើងមកកពត direct មកកពតតែម្ដងដោយសារពេលដែល
ពួកខ្ញុំមកហ្នឹងមានធីមខ្ញុំ2នាក់ទៀតគាត់ឆាតសួរថាបងដើរលេងអត់ហើយគាត់ចង់ដើរលេងដែរហើយពួកខ្ញុំនេះដើរមកហើយអត់បានរវល់គាត់ទេហើយចឹងទៅពួកគាត់ក៏មកតាមក្រោយ2នាក់ទៀតពួកយើងក៏ណាត់ជួបគ្នានៅកពតនឹងហ្មងទៅហើយនេះពួកយើងបានមករកគ្នាកន្លែងហ្នឹងខ្ញុំភ្លេចបាត់ហើយបងប្អូនថាមិនដឹងកន្លែងហ្នឹងហើយទេប៉ុន្តែវាជាច្រកចូលកាហ្វេយ៉ាឡូងភ្នំហើយនឹងផ្លូវទៅតាដាទឹកធ្លាក់តាដាហើយនេះពួកយើងបានមករកគ្នាណាត់គ្នានៅនឹងឯងចុយយ៉ាបន្ទាប់ពីជួបគ្នាហើយពួកយើងក៏និយាយស្រស់ស្រួលគ្នានាំគ្នាចង់ហូបទុរេនហើយហូបហ្នឹងគឺយើងទៅរកមើលយកាផ្ទាល់មកបងប្អូននេះពួកយើងបានមកដល់យកាទុរេនមួយនាំគ្នាដើរថតទុរេនពេញហ្នឹងហើយថតហើយទៅពួកយើងនាំគ្នាទិញដើម្បីញ៉ាំយកទៅញ៉ាំហើយញ៉ាំហ្នឹងអត់ញ៉ាំកន្លែងទុរេនគេទេគឺពួកយើងយកមកញ៉ាំនៅក្នុងកន្លែងទឹកហូរនៅលើថ្មដោយសារឃើញថ្មហ្នឹងវាទឹកតិចដែរអញ្ចឹងពួកយើងក៏ជិះមកកន្លែងដែលមានថ្មអាចអង្គុយបានដើម្បីញ៉ាំទុរេនឲ្យហ៊ានញ៉ាំចិត្តគេបងប្អូនខ្លាចធំក្លិនដល់គេអញ្ចឹងយើងមកញ៉ាំនៅឆ្ងាយពីគេពេញច្រើនណាបើ60000អា60000អា70000បើមកហ្នឹង60000ហ្នឹងហើយនេះពួកខ្ញុំចាប់ផ្ដើមហូបហើយក៏អធិស្ឋានបងប្អូនដែលមើលសុំញ៉ែមតិចហើយអត់តាំងពីរដូវកាលទុរេនមកមិនដែលបានញ៉ាំទេនេះក៏នៅគ្នាសម្រាប់ចិត្តមកញ៉ាំដល់កពតតែម្ដងថែមណាគេថែមហ្នឹងចានេះខ្លាំងចាគេថែមហ្នឹងអូនគេថែមគេថែមឡើងរឹងthôi ta đẹp trong nhau mày thôi ta bay nha chị bên đi con sập đi đọt to đúng anh thế đang cầm ra tôi không có đằng luôn đi nè cái thứ nhất mặt thay cả cho không chạm thứ nhất thôi cần cầm lại thì quỳ không có đằng luôn đi trong hay mong ăn nè anh xài đã ó cho nụ cho nó bạn ăn đằng đông cho ngay thưa quỳ giường này nè cái hốp luôn tròn hốp rứt trung không à làm nóng sợ trung rồi trung này xong chơi mỏ nữa bắt mỏ xa chân mình đi sợ lắm vô sao mùi mẹ បន្ទាប់ពីហូបហើយពួកយើងក៏រៀបចំសម្រាមដែលយើងហូបហើយហ្នឹងដាក់ក្នុងថង់ដើម្បីយកទៅចោលខាងលើអត់ហ៊ានប្រចំក្នុងទឹកទេបងប្អូនតំបន់ទេសចរធ្វើថែរក្សាទាំងអស់គ្នាញ៉ាំហើយហ្នឹងក៏ធ្វើដំណើរនៅគ្នាជិះទៅនេះវិញជិះទៅមកភ្នំពេញវិញដោយសារម៉ោងស្មើហ្នឹងបងប្អូនឃើញភ្លឺយ៉ាងទេម៉ោង5ជាងហើយពេលជិះមកហ្នឹងគឺមកដល់ពាក់កណ្ដាលផ្លូវមានភ្លៀងទៀតបងប្អូនតិចទៀតខ្ញុំឲ្យមើលភ្លៀងនេះបងប្អូនជិះនាំគ្នាចែកជើងគ្នារកកន្លែងជ្រករៀងខ្លួនហើយវីដេអូរបស់ពួកខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនដែលបានតាមដានទស្សនាសង្ឃឹមថាបងប្អូននឹងរីករាយជាមួយនឹងវីដេអូមួយនេះ
អរគុណបាយបាយ